នឹងជាក្រុមប្រធានក្រុមប្រតិភូបាទឯកឧត្តមដោយឯកឧត្តមកិច្ចជាសីហា7កិច្ចពិភាក្សាសំណួរចម្លើយនិងផ្ដល់ការសម្រេចចិត្តសមាជិកក្នុងអង្គប្រជុំដោយការលើកដៃថាចូលឬមិនចូល9តំណាងទាំង4ឡើងអានសេចក្តីបដិញ្ញាចិត្តក្នុងការចូលរួម10ប្រកាសផ្សាយបាទអញ្ចឹងហើយប្រកាសហេតុបាទប្រកាសហេតុគឺដើម្បីជ្រើសរើសសាលាគោលដៅបន្ថែមសម្រាប់ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាដែលហៅកាត់ថា OVO បាទបាទអញ្ចឹងហើយបាទសូមប្រកាសគណៈអធិបតីបាទសូមគោរពអាដាមកិច្ចច័ន្ទសីហាជាគ្រូបង្គោលតំបន់ទី3នៃលេខាធិការថាតវនិងជាប្រធានក្រុមប្រតិភូបាទសូមគោរពលោកជំទាវហាយច័ន្ទឆវីដែលជាគ្រូបង្គោលតំណាងខេត្តបៃលិនបាទទីគោរពលោកពពួកបាទសូមគោរពបដិគុណចៅអធិការវត្តសាលាក្រៅថ្មីជាទីគោរពនិងសក្ការៈបាទសូមជម្រាបបាទសូមគោរពលោករួមស្នាប្រធានការិយាល័យអប់រំយុវជនស្រុកសាលាក្រៅសូមគោរពលោកព្រឿនសុផាតមេប៉ុស្តិ៍គ្រូមណ្ឌលជាទីគោរពសូមគោរពលោកស្រីតំណាងរដ្ឋអំណាចភូមិក្នុងដែនផែនទីសិក្សាសាលាជាទីគោរពបាទកិច្ចបន្ទាប់សូមឲ្យគោរពអញ្ជើញលោកស្រីលីមុំនាយិកាសាលាបឋមសិក្សាសូមទោសបាទសូមឲ្យ